រឿងមីជាស្ត្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះទៅដាក់ក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកធ្វើអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពូនក្រោយខ្នងអ្នកតាលោបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅពុតទៀនធូបហើយបន់សួរហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាបាននាងមានសហាយហើយបើចង់ឲ្យកាច់ប្តីអ្នកឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសបុកស្ងោឲ្យប្តីអ្នកឯងស៊ីទៅវាស្លាប់ហើយមេឮដូច្នោះស្មានថាអ្នកតាបង្កប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមន់ក្រាបពងមួយសបុកស្ងោទឹកឲ្យប្តីស៊ីដើម្បីនឹងឲ្យប្តីស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសួរថាគេហើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមន់ក្រាបមួយសបុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោមេនោះអរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្កប់ហើយត្បិតលឺធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពងធំមួយនៅខាងដំណេកសងំចាំប្តីនោះដេកខ្លួននឹងចេញពីពីងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងុតបន្តិចនឹងស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអរណាស់ត្បិតត្រូវនឹងពាក្យដែរអ្នកបន់អ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រាប់ដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើទឹកពុះមួយផ្ទះនោះយកមកស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងន់នោះទៀតនោះវិលពីដងទឹកមកវិញមកទៅឃើញសហាយត្រូវទឹកដៅរុញសរសៃដូចគេដកចេញពីពាងមកក៏អោនខ្សឹបថាធ្វើក៏មិនអោនទៅវាមិនតាន់ទេអានោះឆ្ងោកដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លុតតិចរលះជ្រុះទាំងសក់មើលបានដឹងថាប្តីស្រេចទឹកដៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាំងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បាហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហើមឡើងមេនោះពុំដឹងបើគិតដំណេកនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនោះមានចៅ4នាក់តែងតែលូបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន
គិតហើយក៏ដាខ្ចីសម្ពុតហូលអាវប្រែគេយកមកហាជំនួយផ្ទះអាចចោទាំង4នាក់នោះឃើញហើយគិតថាជើមេមានណាស់តាយប់នេះយើងនឹងទៅលុបលូតវាឲ្យបានកុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាសម្ពុតហូលអាវប្រែកនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរុតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោចូលលួចមកសែងយកទៅឯចោទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទេសឃើញតែពីងមួយចងមាត់ជប់បើកពុំរួចចោទាំង4នាក់និយាយថារបស់អស់នោះវាដាក់ក្នុងពីងនេះបើដូច្នេះយើងត្រូវសែងពីងនោះថាហើយក៏នាំគ្នាសែងពីងទៅដល់ព្រៃឆ្ងាយក៏ស្រាយលោកមើលអាមូលលោកដៃទៅត្រូវសក់ថាវើយសូតដកដៃចេញអាមួយលោកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលោកដៃទៀតត្រូវដានទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់បិទមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដាទៅណាតែមិនឯងត្រូវគ្នាយើងចំរោមចាប់វាឲ្យវារៀងកុំឲ្យវាបញ្ឆោតយ៉ាងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពង់រកទីអីវ៉ាន់ត្បិតមានសំពៅទៅនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាប់លើក៏ជួបនឹងចោលទាំង4នាក់នោះចោលឃើញក៏នាំគ្នាព្រួតចាប់នឹងវាហើយជេរពីរឿងដែរវាបញ្ឆោតនោះមេនោះឆ្លើយថាហើយអ្នកបើអ្នកវាខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនេះសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំនឹងទារប្រាក់បានចែកគ្នាចាយលេងចោលទាំង4នាក់ឮថាវាទៅទារប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោលទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ថាហើយអ្នកក៏ចុះទៅសំពៅនិយាយនឹងនេះសំពៅលក់ចោលទាំង4នាក់វាជាចោលមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនេះសំពៅលក់ចោលទាំង4នាក់វាថាចោលនេះជារបស់វាហើយចង្អុលបង្ហាញនេះសំពៅថានោះណោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននេះសំពៅព្រមហើយសួរថាខ្ញុំអ្នកឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណែននេះសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបកដៃហើយចោលទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនៃសំពៅប្រាវនោះឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រប់ផ្លូវនោះឯចោលទាំង4នាក់លុះនេះសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនេះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោលទាំង4នាក់ខឹងណាស់កាត់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចោល3នាក់ទៅដេកលើម៉ែកដោយខ្លួនពីគ្នាចោលម្នាក់ឡើងទៅក៏ជួបនាងនោះនៅចុងឈើអាចោលនោះហីហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាញហើយអងខ្សឹបថាណាហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ទៀតដឹង
ហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនិងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំអីអាចោលឮដូច្នោះក៏មិនស្ដីខិតចូលទៅចិត្តលូបអោបគៀកមេនោះហើយថាហើយខ្លួនឯងប្រាជ្ញាធំបញ្ឆោតខ្ញុំពីរ3ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើងនិយាយហើយក៏អោបតាមចិត្តមេត្រីមេនោះពុំបំរាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយអាចនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បាត់ចង់ឲ្យបងធ្វើដូចម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមេនោះលិតអណ្ដាតហើយអោនទៅរកអាចោនោះឯចោលិតអណ្ដាតតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលិតវិញមេនោះខំអណ្ដាតអាចោនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮទៅឯចោ3នាក់គិតស្មានថានេះសំពៅចំចាប់ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នេះសំពៅដេញហើយអាចោដែលដាក់អណ្ដាតនោះស្រែកហៅគ្នាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នោះនិយាយមិនច្បាស់ឮតែលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីហើយរកស៊ីជាមួយគ្នានៅប្តីសុខសប្បាយទៅ